ba ngàyនេះកបិតកាត់កង់ឡានទៅចូល stock ណាបាទនេះគឺជាប្រភេទកបិតប្រភេទដៃ SK5 និយាយទៅប្រភេទដៃនេះគឺជំនាញរបស់វាគឺសម្រាប់កាត់កង់ឡានតែម្ដងបាទមុតខ្លាំងមិនងាយរើទេហើយចំពោះបងប្អូនដែលចង់កាត់កង់ឡានណាប្រើដៃផ្សេងបានប៉ុន្តែដៃផ្សេងអត់ធន់ដូចអាប្រភេទដៃ SK5 នេះណាប្រភេទនេះគឺជំនាញរបស់វាគឺកាត់កង់ឡានតែម្ដងបាទមុតខ្លាំងអានេះបងប្អូនកាត់កង់ឡានក៏បានឬក៏បងប្អូនប្រើអីផ្សេងក្រៅពីកាត់កង់ឡានក៏បានជ្រូតស្មៅឬក៏កាត់ធៀងកាត់អីកាត់មេឈើអីក៏បានដែរពួកដៃវារឹងល្អដៃលេខ1អានេះណាហើយចំពោះបងប្អូនយកទៅប្រើកាត់កង់ឡានគឺដៃលេខ1តែម្ដងដៃ SK5 នេះណាប្រភេទដៃផ្សេងគឺកាត់អត់មុតល្អដូចដៃនេះទេបាទ